សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអត្តព័ត៌មានសម្រាប់អ្នកដែលគាត់ចង់ចូលមើលកាក់សិស្សច្បងឬក៏មិត្តក្រុមផ្សេងៗរបស់យើងដែលគាត់ការពារមុនអញ្ចឹងណាដោយសារតែថ្ងៃនេះខាងសាលាបានចេញ10ក្រុមមុនដំបូងគេដែលការពារចាប់ពីថ្ងៃទី23រហូតដល់ថ្ងៃទី27អញ្ចឹង10ក្រុមហ្នឹងនឹងត្រូវការពារម្ដងពេលហ្នឹងអញ្ចឹងអត់ទាន់មានក្រុមពួកខ្ញុំទេអញ្ចឹងរបៀបដែលយើងចូលទៅមើលខ្ញុំបានទៅសួរខាងសាលាហើយគឺយើងអត់ចាំបាច់ចុះឈ្មោះចុះអីទេគ្រាន់តែយើងដើរចូលទៅមើលធម្មតាប៉ុន្តែមិនមែនចូលទៅមើលម្លងពេលដែលគេកំពុងតែការពារទេមានន័យថាបើសិនជាយើងចង់ទៅមើលក្រុមមិត្តភ័ក្តិរបស់យើងដែលគាត់ការពារមុនយើងអញ្ចឹងឬក៏សិស្សច្បងណាដែលយើងដឹងបន្ទាប់ដឹងពេលដែលពួកគាត់ការពារអញ្ចឹងយើងគ្រាន់តែដើរទៅចាំមុនចូលទៅក្នុងមុនហើយមានគណៈកម្មការនឹងដែលគាត់ prepare នៅក្នុងនឹងតែម្ដងសម្រាប់ការពារហើយក៏មានក្រុមដែលត្រូវការពារនៅក្នុងដែរអញ្ចឹងយើងទៅអង្គុយចាំគេឲ្យបានមុនអញ្ចឹងណាមិនមែនគេកំពុងការពារហើយយើងដើរចូលអត់អីអញ្ចឹងយើងអាចទៅមើលបានឧទាហរណ៍ថាយើងមានសាច់ច្បងឬក៏មានមិត្តក្រុមរបស់យើងដែលគាត់ការពារអញ្ចឹងទៅយើងដឹងបន្ទប់គាត់យើងដឹងមកដែលគាត់ការពារអញ្ចឹងទៅយើងអាចដើរចូលទៅមើលបានធម្មតាគឺអត់ចាំបាច់គាត់ឈ្មោះឬក៏អត់ចាំបាច់ត្រូវការអីទាំងអស់ហេគឺដូចយើងដើរចូល free អញ្ចឹងណាគាត់ថាមិនចូល free ហើយទៅធ្វើសកម្មភាពញញៃពេញកន្លែងគេការពារណាអត់ទេគាត់តែអង្គុយស្ដាប់គេដើម្បីយើងមើលពីរបៀបដែលគេការពារគេថ្មីអញ្ចឹងហើយខ្ញុំក៏នឹងចូលទៅមើលដែរក្រុមដែលខ្ញុំចង់មើលគឺខ្ញុំបានកត់ទុកហើយអញ្ចឹងខ្ញុំនឹងទៅមើលពួកគាត់ការពារដើម្បីយកជាបទពិសោធន៍សិក្សាតាពួកខ្ញុំអត់ទាន់បានមានឈ្មោះក្រុមការពារទេចាប់ពីថ្ងៃទី23ដល់ថ្ងៃទី27អញ្ចឹងពងតែភ័យដែរអញ្ចឹងមានតែប៉ុណ្ណឹងបាយ